សមត្ថកិច្ចចាប់ខ្លួនមេខ្លោងឃាតករដែលជាអ្នករៀបចំគម្រោងសម្លាប់នារីខ្មែរយកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន3សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយនឹងសមត្ថកិច្ចវៀតណាមបានចាប់ខ្លួនមេខ្លោងឃាតករដែលជាអ្នករៀបចំគម្រោងសម្លាប់នារីខ្មែរយកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន3និងនាំទៅដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់កណ្ដាលយប់ថ្ងៃទី5ខែមីនាឆ្នាំ2025ចំណែកឯបកពួក2នាក់ទៀតត្រូវបានបញ្ជូនទៅកាន់តុលាការកំពុងបើកដំណើរការស៊ើបសួរហើយក៏មានការបែកធ្លាយព័ត៌មានថាពួកគេគឺជាសមាជិកភាពក្រុមអ ுக ្រិតជនចាប់ជំរិតទារប្រាក់សូមរំលឹកថាស្ត្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លាប់យកសាកសពទៅកប់នៅក្នុងដីខ្សាច់នៅផ្លូវ60ម៉ែត្រក្បែរផ្សារទំនើបអ៊ីអន3សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញនោះនៅពេលនេះជនសង្ស័យចំនួន2នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី3ខែមីនាឆ្នាំ2025នេះខណៈនៅសល់មេខ្លោងម្នាក់ទៀតកំពុងរត់គេចខ្លួនសូមរំលឹកថាកាលពីថ្ងៃទី1ខែមីនាឆ្នាំ2025នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្ដឹងរបស់លោកទឹមសុភីអាយុ45ឆ្នាំពាក់ព័ន្ធទៅនឹងករណីបាត់កូនស្រីឈ្មោះហេងស៊ីវលីអាយុ18ឆ្នាំដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកងេងជូប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោយពីបានទទួលពាក្យបណ្ដឹងខាងលើលោកឧត្តមសេនីយ៍ត្រីហ៊ុនមុនីរតន៍វីរៈសេនីយ៍ឯកហែមបូណានិងវីរៈសេនីយ៍ឯកឆាន់កឹមលីអនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីជនរងគ្រោះដែលសង្ស័យថាជាករណីឃាតកម្មត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន3ស្ថិតនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោភ្លាមនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យ2នាក់មានឈ្មោះថាឆេងកុងអាយុ30ឆ្នាំជនជាតិចិនលិខិតឆ្លងដែនលេខ EM2661 48ត្រង់ចំណុចអាគារព្រិនដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញជាសង្សារនារីរងគ្រោះនិងឈ្មោះលីហាវភេទប្រុសជាជនជាតិចិនអាយុ34ឆ្នាំកាន់លិខិតឆ្លងដែនលេខ EB2013601 ត្រង់ស្ពានអាកាសសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យក្រោយពីការសាកសួរទាំងពីរបានសារភាពថាខ្លួនពិតជាបានចូលរួមនៅក្នុងសកម្មភាពសម្លាប់នារីរងគ្រោះខាងលើពិតប្រាកដមែនកាលពីយប់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2025ដោយមានឈ្មោះយ៉ាងកៃស៊ីនភេទប្រុសអាយុ26ឆ្នាំជាជនជាតិចិនកាន់លិខិតឆ្លងដែន EL4710 161រត់គេចខ្លួនជាអ្នករៀបចំគម្រោងសម្លាប់នារីរងគ្រោះដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួនប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្នងការនគរបាលរាជធានីភ្នំពេញនិងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបច្ចុប្បន្នជនសង្ស័យទាំងពីរនិងវត្ថុតាងដែលដកហូតបានត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី